នៅក្នុងថ្ងៃរកាតាំងយិននេះត្រូវជាថ្ងៃទី27ខែសីហាឆ្នាំដែលល្អប្រសើរដែលហើយនៅក្នុងថ្ងៃនេះផ្ទាល់មានឆ្នាំរោងម្សាញ់ហើយនឹងឆ្លូវចំពោះអ្នកដែលត្រូវការធាតុទឹកហើយនឹងមាសក៏ល្អ50%ផងដែរឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នទៅលើការគ្រប់គ្រងមុខរបរជីវកម្មការតំណែងចរចាជាពិសេសមានឆ្នាំថោះធាតុភ្លើងវ័យ40ឆ្នាំនិងថោះធាតុដីវ័យ28ឆ្នាំទិសដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វាដំបុកគ្រឹះមានទិសខាងជើងហើយនិងទិសខាងកើតចំណែកឯទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ល្អប្រសើរពេញមួយថ្ងៃនៅក្នុងទិសខាងត្បូងឈៀងខាងលិចហើយនិងទិសខាងត្បូងឈៀងខាងកើតករណីដែលយើងចង់ចាប់លាបតាក់ទងទៅនឹងដីធ្លីអចលនទ្រព្យយើងអាចប្រើប្រាស់បាននៅទិសខាងត្បូងឈៀងខាងកើតទី3 150អង្សាដោយការដោតជាគោលអំបិលនៅក្នុងចន្លោះម៉ោង11ទៅម៉ោង1ថ្ងៃត្រង់ចំពោះការដែលយើងចង់ចាប់លាបតាក់ទងទៅនឹងទ្រព្យសម្បត្តិអំណាចតួនាទីបុណ្យស័ក្តិយើងអាចប្រើប្រាស់បាននៅទិសខាងត្បូងឈៀងខាងលិចទី2 225អង្សាដោយការដោតជាគោលអំបិលឬក៏យើងដុតទៀនក៏បានឬក៏យើងប្រើប្រាស់ជាទឹកមានចលនាយ៉ាងតិចចំណុះ60លីត្រកាន់តែល្អប្រសើរនៅក្នុងម៉ោង11ទៅម៉ោង1ថ្ងៃត្រង់យើងអាចធ្វើការចាប់លាបបានល្អប្រសើរនៅក្នុងការដែលយើងផ្ដាច់កិច្ចសន្យាបុកគ្រឹះសាងសង់ជួសជុលការធ្វើអធិដ្ឋានសមាធិបន់ស្រន់បណ្ដាក់ទុនវិនិយោគយើងឃើញថាមានភាពល្អប្រសើរនៅក្នុងថ្ងៃនេះចំពោះកិច្ចការងារមួយចំនួនដែលយើងគួរតែមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នទៅលើការរៀបអាពាហ៍ពិពាហ៍ផ្លាស់ប្ដូរទីលំនៅការធ្វើទីផ្សារតំណែងស្វែងរកការព្យាបាលតាមបែបវិទ្យាសាស្ត្រពិនិត្យសុខភាពការបើកបរធ្វើដំណើរចាប់ផ្ដើមការងារថ្មីយើងឃើញថាគួរតែមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្ននៅក្នុងថ្ងៃនេះផ្ទាល់ចំពោះថ្ងៃទី27ខែសីហានេះជាថ្ងៃសែនក្បាលទឹកទៅតាមទំនៀមទម្លាប់ជនជាតិចិនចំពោះបងប្អូនដែលធ្វើការសែនព្រេនឬក៏មិនបានធ្វើការសែនព្រេនក៏ដោយខ្ញុំសូមជូនពរឲ្យជួបតែសំណាងល្អបងប្រាថ្នាអ្វីបានសម្រេចទៅតាមក្តីប្រាថ្នារៀងៗខ្លួននៅក្នុងថ្ងៃនេះផ្ទាល់ចំពោះបងប្អូនដែលចង់ធ្វើការលាងសូរយើងអាចធ្វើបានពេញមួយថ្ងៃបើក្នុងករណីដែលយើងមានភាពរាំងស្ទះច្រើននៅក្នុងមុខរបរជីវកម្មការងារក៏ដូចជាតំណែងបញ្ហាសុខភាពបងប្អូនអាចសែនហោហៀធីឬក៏ខ្មោចអនាថាបាននៅពេលរសៀលឬក៏យើងហៅថាពេលយប់ដែលមានលក្ខណៈល្អប្រសើរព្រោះថាពេលយប់ជាពេលមួយដែលល្អសម្រាប់ពួកគាត់នៅក្នុងការទទួលនៅអ្វីដែលយើងសែនព្រេនចំពោះការសែនព្រេនបងប្អូនសែនព្រេនទៅតាមលទ្ធភាពរៀងៗខ្លួនមានន័យថាយើងសែនព្រេនដាក់ជាកតងឬក៏ដាក់ជាចានស្នោមួយរៀបចំមានបាយម្ហូបនំចំណីទឹកហើយនឹងกระดาษសែនមួយចំនួនទៅតាមលទ្ធភាពរបស់យើងសែននៅខាងក្រៅផ្ទះរបស់យើងផ្ទាល់